លោកដូណាល់ត្រាំពន្យាពេលយកពន្ធខ្ពស់លើគ្រឿងសង្ហារិមរយៈពេល1ឆ្នាំវ៉ាស៊ីនតោនប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានសម្រេចពន្យាពេល1ឆ្នាំលើការយកពន្ធខ្ពស់លើគ្រឿងសង្ហារិមនាំចូលមួយចំនួនដែលដំបូងឡើយត្រូវចូលជាធរមាននៅថ្ងៃទី1ខែមករានេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រទី2ខែមករាឆ្នាំ2026ស្របពេលពលរដ្ឋអាមេរិកកំពុងបារម្ភពីការកើនឡើងថ្លៃចំណាយលោកដូណាល់ត្រាំពន្យាពេលយកពន្ធ 30% លើសាឡុងនិង 50% លើទូផ្ទះបាយនិងរបស់ប្រើប្រាស់រហូតដល់ថ្ងៃទី1ខែមករាឆ្នាំ2027សេចក្តីថ្លែងការណ៍របស់សេតវិមានគូបញ្ជាក់ថាដោយសារការចរចាតាក់ទងនឹងការនាំចូលផលិតផលគ្រឿងសង្ហារិមធ្វើពីឈើមានការរីកចម្រើនលោកប្រធានាធិបតីកំពុងពន្យាពេលដំឡើងពន្ធដើម្បីអនុញ្ញាតឲ្យមានការចរចាបន្ថែមជាមួយប្រទេសដទៃទៀតគូបញ្ជាក់ថាការដំឡើងពន្ធត្រូវបានលោកត្រាំចាត់ទុកជាកាតព្វកិច្ចគិតចាត់តាំងពីការវិលចូលមកកាន់សេតវិមានវិញលោកត្រាំប្រើប្រាស់ពន្ធគយជាមធ្យោបាយមួយក្នុងការជំរុញឧស្សាហកម្មអាមេរិកនិងជាផ្នែកមួយនៃការពារសន្តិសុខជាតិ